បងប្អូនអរគ្នាសាទាយមកមើលថានេះគឺជាផ្កាអីដែរបាទអញ្ចឹងថ្ងៃនេះខ្ញុំមកលេងស្រុកកំណើតផ្ទះកំណើតរបស់ខ្ញុំអញ្ចឹងខ្ញុំឃើញសត្វកន្លងគេមកក្រេបផ្កាណាបាទអញ្ចឹងក៏ចាប់អារម្មណ៍ចង់ថតលេងទៅបាទអញ្ចឹងអ្នកទាំងអស់គ្នាមើលបាញ់មិញបាននិយាយហើយមែនទេថានេះគឺជាផ្កាអីបាទគឺជាផ្លែសកានាគបាទផ្កានេះគឺផ្កាសកានាគចឹងទៅអ្នកនរគ្នាខ្លះអាចនឹងច្រឡំនឹងផ្កានេះគឺស្តៀងផ្កាមួយមុខទៀតគេហៅផ្កាតបងយក្សបាទចឹងទៅវាស្តៀងគ្នាណាចឹងក៏ខ្ញុំសួរលេងទៅបាទចឹងផ្កាស្អាតមែនតើបាទចឹងនេះគឺបាក់ខ្ញុំគាត់ដាំនៅផ្ទះណាចឹងឥឡូវបានផ្លែហូបហើយបាទមានច្រើនគូសំដែរសម្រាប់មហូបនៅផ្ទះខ្លួនឯងចឹងណាបាទជាខ្ទុំពងតែបន្លែផ្លែឈើអីនៅជុំវិញផ្ទះចឹងទៅចឹងអានេះគឺរៀងទុំហើយចឹងយើងអាចញ៉ាំបានចឹងធម្មជាតិ 100% តែម្ដងបងប្អូនអរគ្នាហ្នឹងហើយហើយចៃឡើយខាងមុនបងថ្លៃខ្ញុំគាត់នៅស្រុកជាមួយម៉ាក់អីចឹងទៅគាត់ដាំបាទអញ្ចឹងឥឡូវនេះគឺបានផ្លែញ៉ាំឆ្ងាញ់ដែរបាទមានប្រហែលដើមដែរបាទអាចជា10ដើមជាងដែរអញ្ចឹងឥឡូវខ្ញុំក៏ឆ្លៀតមកថតលេងទៅបាទអញ្ចឹងនេះខ្ញុំងើបពីព្រឹកណាបាទក៏ឆ្លៀតអូខេគឺអ្នកនរគ្នាឃើញធម្មជាតិមកឃើញចង់ញ៉ាំហ្មងអ្នកនរគ្នាអូខេមិនត្រឹមតែមានកន្លងទេអ្នកនរគ្នានេះគឺមានខ្មុំមកក្រេបណាបាទអញ្ចឹងអ្នកនរគ្នាដឹងហើយខ្មុំគឺបកែសំទឹកមែនតើបាទអញ្ចឹងហើយផ្កាធម្មតាវាចេញផ្កាមកចេះហ្នឹងហើយវាចេញផ្កានៅពេលដែលផ្កាហ្នឹងវាទុំទៅវាស្ពោតទៅអ្នកនរគ្នាវានឹងចេញជាផ្លែមកបែបនេះអានេះផ្លែវានៅខ្ចីបាទតែឃើញជាកោមនេះគឺចង់ស្ពោតទៅនេះបាទស្ពោតទៅពេលដែលវាស្ពោតអស់ទៅវានឹងចេញផ្លែមកហើយនេះគឺសកានាគបាទអូខេអញ្ចឹងនិយាយរួមមកស្ទងរបស់វានឹងមកវាមានផ្លែមកតអញ្ចឹងណាអូខេអញ្ចឹងអរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូចែកម្លែកធម្មជាតិមួយនេះនេះខ្ពំពេលពងតែពេញទៀតហ្នឹងណា